បាទសូមជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តជិតឆ្ងាយទាំងអស់គ្នាជាទីគោរពរាប់អានបាទនៅថ្ងៃនេះផងដែរគឺជាថ្ងៃអង្គារបាទនេះគឺថតនៅមុខព្រះបរមរាជវាំងកាលពីព្រឹកមិញបាទហើយមេឃថ្ងៃនេះរៀងស្រទុំដែរបងប្អូនចឹងក៏ថតនៅមុខវាំងកលេចឆ្វេងកលេចស្ដាំឲ្យបងប្អូនបានទស្សនានៅវីដេអូនេះទាំងអស់គ្នាផងដែរបាទហើយក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអ្នកទស្សនានៅក្នុង YouTube របស់ខ្ញុំបាទក៏ដូចជានៅក្នុង Page របស់ខ្ញុំបាទទាំងអស់គ្នាផងដែរបាទខ្ញុំសូមជម្រាបសួរសាជាថ្មីម្ដងទៀតនេះគឺមុខព្រះបរមរាជវាំងក៏ដូចជានៅក្នុងនៅមុខនៅមាត់ទន្លេបងប្អូននេះគឺមាត់ទន្លេខ្ញុំកំពុងតែថតនៅមាត់ទន្លេទៅឯទឹកទន្លេក៏ច្រើនខ្លាំងបងប្អូនហ្នឹងហើយបងប្អូនបានទស្សនាកំសាន្តទាំងអស់គ្នាផងដែរហើយបងប្អូនទាំងអស់គ្នាដែលចូលចិត្តទស្សនានៅក្នុង YouTube អីកុំភ្លេចចូល comment like share ម្នាក់មួយផងទុកជាការកំសាន្តក៏ដូចជានៅក្នុង Page របស់ខ្ញុំបាទទាំងអស់គ្នាផងដែរបាទហើយ Page របស់ខ្ញុំគឺឈ្មោះដូច YouTube ដែរទេបងប្អូន Page របស់ខ្ញុំនឹងគាត់ថាយូរខ្ញុំផុសម្ដងអញ្ចឹងកាលមុនខ្ញុំផុសលក្ខណៈវីដេអូបញ្ឈរឥឡូវខ្ញុំផុសផ្ដេកម្ដងហ្នឹងហើយក្រែងលោបងប្អូនគាត់បានទស្សនាអញ្ចឹងណាបាទនេះគឺនៅមុខព្រះបរមរាជវាំងបាទហើយបងប្អូនដែលចូលចិត្តទស្សនាបែបទេសភាពលក្ខណៈរ៉ូម៉ាទិកដូចជានៅមុខវាំងមាត់ទន្លេអញ្ចឹងអាចចូលទស្សនានៅក្នុង Page របស់ខ្ញុំបាទក៏ដូចជានៅក្នុង YouTube របស់ខ្ញុំបាទផងដែរបាទសូមអរគុណច្រើនសម្រាប់ការទស្សនានៅក្នុងវីដេអូរបស់ខ្ញុំបាទសៀនខន YouTube បាទហើយនេះគឺខ្ញុំថតនៅមុខព្រះបរមរាជវាំងការបញ្ចូលសំឡេងទៅក្រែងលោវាមិនសូវជាពីរោះពិសាយសូមមេត្តាអធិស្ឋានផងថតនេះគឺដើម្បីប្រឌិតយកឲ្យបានស្អាតគ្រប់ជ្រុងគ្រប់ជ្រោយនៅមាត់ទន្លេយើងតែម្ដងបងប្អូនហ្នឹងហើយក្រែងមានការកោះឆ្កងឥឡូវណាសូមអធិស្ឋានផងបាទជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយបាទ